សត្វឥន្ទ្រីគឺជាបក្សីមួយប្រភេទដែលអាចហោះហើរបានក្នុងកម្ពស់ខ្ពស់បំផុតដូច្នេះហើយគ្មានបក្សីណាដែលអាចបណ្ដែតកាយក្នុងកម្ពស់ខ្ពស់ដូចជាឥន្ទ្រីបានឡើយអ្វីដែលកាន់តែចម្លែកគឺវាមិនដែលហោះហើរជាមួយនឹងបក្សីផ្សេងៗដូចជាសត្វចាបសត្វក្អែកឬវងបក្សីដទៃទៀតឡើយគឺវាហោះហើរតែជាមួយឥន្ទ្រីគ្នាវាតែប៉ុណ្ណោះនៅត្រង់ចំណុចនេះសត្វឥន្ទ្រីបានបង្រៀនយើងថាការដើរហើរការសេពគប់ការរាប់រកការប្រស័យតាក់ទងជាមួយនឹងមនុស្សទូទៅនៅក្នុងសង្គមគឺជារឿងសំខាន់មុននឹងអ្នកសម្រេចចិត្តដើរហើរប្រឡូកការងារឬសេពគប់ជាមួយនរណាម្នាក់អ្នកត្រូវស្វែងយល់ពីបុគ្គលនោះត្រូវដឹងអំពីអត្តចរិតភាពខ្លាំងភាពខ្សោយទស្សនវិស័យនិងផ្នត់គំនិតរបស់គេជាមុនសិនពីព្រោះថាការរាប់អានការសេពគប់ឬការប្រស្រ័យតាក់ទងជាមួយនឹងមនុស្សដទៃទៀតគឺវាជះឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតរស់នៅនិងផ្នត់គំនិតរបស់អ្នកពួកគេអាចស្រូបទាញអ្នកទៅធ្វើរឿងល្អហើយក៏អាចស្រូបទាញអ្នកទៅធ្វើរឿងអាក្រក់បានដែរចំណុចពិសេសទី2